នេះគឺជាអឺតសក់ជ្រក់ឬក៏សក់ត្រាំដែលខ្ញុំត្រាំរយៈពេល2យប់ណាពុកម៉ែបងប្អូនឃើញតាតសក់ហ្នឹងដឹងហើយនេះល្អអស់វិចារចិត្តហ្មងល្អខ្លាំងល្អមែនតែនហើយបងប្អូនតសក់នេះណាបងប្អូនធ្វើនំប៉័ងប៉ាតេបងប្អូនយកមកច្បល់ជាមួយនឹងស្ករបន្តិចខ្ទឹមសខ្ទឹមក្រហមវិញណាអូបងប្អូនហើយជ្រក់ជ្រក់ល្ហុងយើងបានធ្វើបាយស្រូបក៏បានអីក៏បានបើបានឆាជាមួយនឹងសាច់គោទៀតមិនបាច់វិចារចិត្តទេបងប្អូនគឺល្អមកខ្លាំងណាចាឥឡូវខ្ញុំបង្ហាញពីសមិទ្ធផលរបស់ខ្ញុំហើយពុកម៉ែបងប្អូនក៏បានឃើញរួចរាល់ហើយអញ្ចឹងមុននឹងធ្វើនាងខ្ញុំសូមពឹងឲ្យពុកម៉ែបងប្អូនជួយ like ជួយ subscribe នាងខ្ញុំទី1ទី2បងប្អូនហើយបើរយៈនេះវីដេអូនាងខ្ញុំធ្លាក់ខ្លាំងណាស់រហូតដល់ពេលខ្លះអស់ទឹកចិត្តនឹងថានឹងបន្តវីដេអូទៀតណាដោយសារវាធ្លាក់ខ្លាំងពេកអញ្ចឹងនាងខ្ញុំសូមពឹងឲ្យពុកម៉ែបងប្អូនមេត្តាជួយ share វីដេអូនាងខ្ញុំចេញដើម្បីឲ្យពុកម៉ែបងប្អូនដទៃដែលមិនទាន់បានឃើញវីដេអូរបស់នាងខ្ញុំក៏ដូចជាការចែករំលែកវិធីសាស្ត្រក្នុងការធ្វើម្ហូបឬក៏បង្អែមនានាទៅដល់ពួកគាត់ឲ្យបានឃើញដូចគ្នាហើយក៏ជាកាដូដល់នាងខ្ញុំលើកទឹកចិត្តដល់ខ្ញុំដែរតោះយើងចាប់ផ្ដើមធ្វើទៅថ្ងៃនេះខ្ញុំទៅសារខ្ញុំឃើញតសក់ក្តប់តសក់ទូចមែនតែនបងប្អូនឃើញទេប៉ុនកូនដៃខ្ញុំអ្នកឃើញទេប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹកឃើញថាអូបើយកតសក់ហ្នឹងមកត្រាំហើយធ្វើជ្រក់យើងយកមកឆាសាច់គោញ៉ាំមួយបាយស្រូបធ្វើបាយបឋមព្រលឹមឡើងឲ្យកូនញ៉ាំទៅរៀនគឺឆ្ងាញ់ណាដាក់មួយត្រីអាំងត្រីអីអញ្ចឹងហ៎អញ្ចឹងខ្ញុំទប់ចិត្តអត់ជាប់អានេះអត់មានកម្រងណាតែឃើញល្អអញ្ចឹងយើងក៏យកមកទិញ1គីឡូមកណាឥឡូវខ្ញុំយក1គីឡូមកខ្ញុំយកមកចិតក្បាលវាចឹងឲ្យហើយចិត្តអញ្ចឹងមកហើយយើងលាងឲ្យស្អាតដោយសារក្តឹបត្រសក់នោះសិតតែដីហើយនឹងរោមវាអញ្ចឹងយើងលាងឲ្យស្អាតមកដើម្បីយើងយកមកត្រាំក្រោយពីខ្ញុំលាងត្រសក់ហើយខ្ញុំចាប់ដើមធ្វើទឹកជ្រក់របស់ខ្ញុំដាក់ទឹកចំនួន700 ml អត់ដល់1លីត្រទេណាត្រសក់1គីឡូបន្ទាប់មកខ្ញុំដាក់អំបិលបងប្អូនឃើញអំបិលមិញមួយស្លាបព្រាកំប៉ុងប៉ុណ្ណឹងកុំដាក់ប្រៃពេកដាក់ប្រៃពេកអត់ងាយជូរទេណាត្រសក់ត្រាំយើងណាបន្ទាប់មកខ្ញុំដាក់ស្ករមួយស្លាបព្រាមួយកំប៉ុងដែរប៉ិនអំបិលមិញហ្នឹងហើយខ្ញុំដាក់ម្សៅស៊ុបមួយស្លាបព្រាកាហ្វេទៅប៉ុណ្ណឹងហើយខ្ញុំដាក់ដាំទឹកហ្នឹងឲ្យពុះល្អហើយយើងកូរវាឲ្យវារលាយណាគ្រឿងក្រៅដែលយើងធ្វើមិញហ្នឹងណាឥឡូវនេះទឹករបស់ខ្ញុំហ្នឹងណាបានពុះហើយតែយើងដាក់អំបិលប៊ីចេងស្ករមិញហ្នឹងណាយើងបិទភ្លើងទៅឲ្យវាពុះល្អហ្នឹងណាហើយទុកឲ្យវាចុះត្រជាក់ 50% ចាំចាក់ចូលត្រសក់ណាយើងចាក់ទាំងក្តៅអញ្ចឹងវាអត់រលួយទេគឺវាធ្វើឲ្យត្រសក់របស់យើងកាន់តែស្រួយឆ្ងាញ់តែម្ដងឥឡូវយើងទុកឲ្យវាត្រជាក់ចុះត្រជាក់ 50% សិនខ្ញុំចាប់ដើមមករៀបត្រសក់ចូលក្នុងក្លោឲ្យហើយនេះក្លោរបស់ខ្ញុំហ្នឹងខ្ញុំលាងត្រសក់ហើយខ្ញុំទុកមកស្ទុះឲ្យរៀងស្រស់ទឹកបន្តិចណាចាំខ្ញុំដាក់ចូលក្លោយើងស្មានគីឡណាមកល្មមប៉ិនត្រសក់យើងទៅខ្ញុំធ្លាប់ធ្វើគីឡហ្នឹងដាក់បាន1គីឡូ
សម្រាប់សសក់ណាទៅធ្វើម៉ាំផ្អកអីអាច2គីឡូ3គីឡូហ៎ មិញមកចតុះធំមិញប្រហែលជា2 3ម៉ោងមុនខ្ញុំចាក់បងប្អូនឃើញសៃឡើងហុយហ៎ចាក់ភ្លាមគឺខ្ញុំអត់គ្របទេបើគ្របសសក់នឹងវាលួយចាក់ហើយយើងទុកឲ្យសសក់នឹងត្រជាក់ 100% ចុះត្រជាក់ចុះកម្ដៅឡើងត្រជាក់សល់ឡើងដូចទឹកធម្មតាអញ្ចឹងឥឡូវបងប្អូនឃើញទេពេលយើងចាក់មិញទឹកវាធំនេះហេតទៅពេលយូរទៅទឹកកសក់វាចេញមកតែឡើងធំនេះអីឃើញទេប៉ុណ្ណឹងណាទីទៀតមកស្ទុះទៀតវានឹងលិចសសក់ហ្នឹងហើយពេលមកស្ទុះទៀតណាហើយកសក់ហ្នឹងវាទៅត្រោមទៅក្រោមអញ្ចឹងយើងដាក់គ្របវាទៅយើងទុកវាផ្អាប់ទុករយៈពេល2យប់ណាវាជូរល្មមឆ្ងាញ់តែម្ដង2យប់ណាឃើញទេតែសក់ក្រោយពេលខ្ញុំផ្អាប់ទុករយៈពេល2យប់ណាបងប្អូនឃើញទឹកវាឡើងចេះហើយបងប្អូនឃើញវាពពុះអញ្ចឹងកុំបារម្ភថាអូតិចខូចគឺអត់ខូចទេណាឃើញទេហើយវាឡើងជូរល្មមហើយសភាពឡើងល្អអញ្ចឹងគឺវាជូរណាយើងកុំទុកទៀតទៅទុកទៀតក៏អាចជូរជ្រុលឥឡូវយើងស្រង់វាចេញមកយើងអាចដាក់កាសេងទូទឹកកកទៅអាចទុកបានមួយអាទិត្យបងប្អូនឆ្ងល់ទេពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំអត់មានយកកូនចានសកត់ទេមូលហេតុខ្ញុំសកត់ហ្នឹងបងប្អូនទៅសក់វាអណ្ដែតឡើងអញ្ចឹងវាអត់ស្មើវាឡើងអត់ប្រែពណ៌ស្មើអញ្ចឹងខ្ញុំក៏យកនេះកម្របនេះអាហ្នឹងតើយើងឆ្កឹះដៃបងប្អូនដៃលាងស្អាតមកយើងឆ្កឹះមករបស់យើងញ៉ាំយើងត្រូវអនាម័យយើងមុនលូកមុនអីយើងលាងឲ្យស្អាតបើយើងឆ្កឹះចង្កឹះមិនងាយយកចេញមកទេនេះកម្របធុងកំប៉ុងជ័រហ្នឹងយើងយកទៅសកត់វាអញ្ចឹងទៅគឺថាវាសកត់ដល់ក្រោមល្អឃើញទេហើយបើកមកធំក្លិនឈ្ងុយតែម្ដងឃើញទេណែឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយធំក្លិនថាឲ្យក្លិនមកថាប្រសក់ហ្នឹងគឺថាអស់ទាស់ហ្មងណាចាំមើលចង់ដឹងថាវាស្រួយឆ្ងាញ់ប៉ុណ្ណាយើងកាច់វាមួយសិនមកស្រួយស្ងោកជូរឆ្ងាញ់ណាស់ពីយប់ហ្នឹងជូរល្មមអត់ជូរច្រាញ់ទេឆ្ងាញ់ហ្មងណាឥឡូវវីដេអូនៃការធ្វើជ្រក់ត្រសក់របស់នាងខ្ញុំដល់ទីបញ្ចប់ហើយបងប្អូនអត់អាចទុកយូរក្រៅទៀតទេណាអូយបងប្អូននិយាយចង់ហៀទឹកមាត់ដាក់ភ្លក់វាទៅបងប្អូនអត់ទុកក្រៅទេបើសិនជាបងប្អូនទុកក្រៅត្រសក់នឹងប្រកាសជាខូចហើយវាជូរច្រាញ់ទៀតដោយសារជូរប៉ុណ្ណឹងគឺវាល្មមតែម្ដងណាគុំរក្សាខាងក្រៅទៀតបងប្អូនចង់រក្សាទុកបានយូរបងប្អូនដាក់ចូលក្នុងទូទឹកកកណាថាទូឆ្ងាញ់មែនតែនក្តឹបត្រសក់ហ្នឹងឥឡូវនាងខ្ញុំគោរពលាពុកម៉ែបងប្អូនតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយៗហើយល្អទៀតណាអរគុណជម្រាបលា